ថ្ងៃទៅមួយថ្ងៃមនុស្សយើងប្រាប់ពេកដូចជាមិនដឹងកោះត្រោយមកពីណាហើយទៅឯណាទេអ្វីដែលយើងចង់និយាយថាមនុស្សបានមកចាប់កំណើតនៅលើផែនដីនេះប្រភពនៃកំណើតរបស់គេគឺមកអំពីព្រះហើយមកដល់ផែនដីនេះមានការលបួងជាច្រើនការលបួងនោះគឺមកពីវិញ្ញាណកំណាចដែលធ្វើឲ្យមនុស្សបានធ្លាក់ទៅសេចក្តីវិនិច្ឆ័យដែលនៅអកលពលគឺស្ថានរោគជាឋានវេទនាដែលព្រះបំរុងទុកសម្រាប់វិញ្ញាណអាក្រក់ហើយក៏មានវិញ្ញាណមួយទៀតដែលបួងឲ្យធ្វើទៅតាមវិញ្ញាណអាក្រក់ប្រយោជន៍របស់វាឲ្យមនុស្សបានធ្លាក់ទៅក្នុងសេចក្តីវិនិច្ឆ័យជាមួយនឹងវាដែរហើយនោះព្រះយេស៊ូវគឺជាព្រះដែលទ្រង់ប្រទានមកយើងរាល់គ្នាហៅថាជាព្រះបន្ទូលនៃព្រះហើយដែលជឿនឹងត្រូវឡើយក៏មានជីវិតកលជានិច្ចជីវិតនោះមិននៅក្នុងយើងដែរគឺនៅក្នុងព្រះ